ទោសនៃអ្នកប្រមឹក 1. ខាតលុយខាតពេល 2. កើតអំពើហិង្សា 3. មានរោគច្រើន 4. ខូចឈ្មោះ 5. បង្ហាញគេខ្មាស់ 6. ខ្សោយបញ្ញាព្រះពុទ្ធសាសនារុងរឿងដោយ 1. ស្ដាប់ធម៌ដោយយកចិត្តទុកដាក់ 2. រៀនធម៌ដោយគោរព 3. ចងចាំបានល្អ 4. ពិចារណាបានល្អិតល្អន់ 5. ប្រតិបត្តិភ្ជាប់ភ្ជួនគុណសម្បត្តិនាំឲ្យមានការគោរព 1. មានសីលធម៌រស់នៅល្អ 2. មានចំណេះដឹងខ្ពង់ខ្ពស់ 3. សម្ដីសម្ដៅពីរោះពិសា 4. មានស្មារតីមាំមួន ចិត្តនឹងណ 5. មានបញ្ញារួចផុតពីទុក្ខកង្វល់ការលាក់ទៀន 1. ពេលមានអ្នកមានជំងឺ 2. ពេលមានការអត់ឃ្លាន 3. ពេលភ្ញៀវទៅមកដល់ 4. ពេលគេរៀបចំចេញដំណើរ 5. ពេលបានរបស់ថ្មីមូលហេតុបង្កឲ្យមានជំងឺ 1. ម្ហូបអាហារ 2. អាកាសធាតុ 3. ចិត្តមួម៉ៅច្រើន 4. កម្មពីអតីតមូលហេតុនាំមកឆ្លោះគ្នា 1. ខឹងហើយកុំទុក 2. ច្រណែនកំណាញ់ 3. លាក់ពុតមិនទទួលកំហុស 4. លោភលន់ចង់បានតែឯង 5. រមិលគុណមើលងាយគេ 6. មានះរឹងត្អឹងមិនស្ដាប់គេហេតុនាំឲ្យស្រឡាញ់រាប់អានគ្នា 1. ចេះជួយទុក្ខធុរៈគ្នា 2. និយាយពីរោះរោគគ្នា 3. គិតល្អពីគ្នា 4. ចេះចែករំលែក 5. មានសីលធម៌រស់នៅល្អ 6. គំនិតប្រហាក់ប្រហែលគ្នាទានរបស់សប្បុរសឲ្យដោយគោរពឲ្យដោយចិត្តជ្រះថ្លាឲ្យដោយដៃខ្លួនឯងឲ្យដោយចិត្តអនុគ្រោះមិនអួតខ្លួនហើយមើលងាយគេសម្ដីអ្នកប្រាជ្ញ 1. ពាក្យពិត 2. មានប្រយោជន៍ 3. ពាក្យល្អគួរស្ដាប់ 4. តាមកលៈទេសៈ 5. ដោយចិត្តមេត្តាភរិយាស្វាមី4គូ 1. ខ្មោចប្រុសនៅជាមួយនឹងទេវតាស្រី 2. ខ្មោចស្រីនៅជាមួយនឹងទេវតាប្រុស 3. ខ្មោចប្រុសនៅជាមួយនឹងខ្មោចស្រី 4. ទេវតាស្រីនៅជាមួយនឹងទេវតាប្រុសពាក្យថាខ្មោចនឹងសំដៅការអន់ចរិតមាយាទលេងល្បែងមានល្បែងស្រីល្បែងស្រាល្បែងភ្នាល់អីជាដើមទេវតាគឺសំដៅមានគុណធម៌សីលធម៌ដឹងខុសត្រូវប្រព្រឹត្តតាមអំពើល្អមនុស្ស5ប្រភេទ 1. មនុស្សទេវោមនុស្សចិត្តទេវតាជួយសង្គ្រោះ 2. មនុស្សមនុស្សសោមនុស្សចិត្តជាមនុស្សមានសីលធម៌ល្អ 3. មនុស្សទេរឆានណោមនុស្សចិត្តទេរឆានល្ងងខ្លៅ 4. មនុស្សបេតោមនុស្សចិត្តប្រែតល្មោប 5. មនុស្សនេរជកោមនុស្សចិត្តនរុគឺសាហាវខូខើបានបនទាំងយប់បានបនទាំងថ្ងៃ 1. ធ្វើផ្លូវស្ពាន 2. ដាំឈើ 3. ធ្វើសួនច្បារ 4. ជីកអណ្ដូងស្រះទឹកប្រឡាយទឹក 5. ធ្វើសាលាពេទ្យសាលាដំណាក់ចែកទាន3កម្រិត 1. ឲ្យចង់បានមុខមាត់ 2. ឲ្យចង់ឡើងឋានសួគ៌ 3. ឲ្យដោយចិត្តបរិសុទ្ធ
ប្រភេទអ្នកខឹង 1. ខឹងគូសថ្មចំណាំ 2. ខឹងគូសដី 3. ខឹងគូសទឹក សុខព្រោះ 1. មានទ្រព្យ 2. ចាយទ្រព្យឲ្យបានត្រឹមត្រូវ 3. មិនជំពាក់បំណុលគេ 4. ធ្វើល្អដោយកាយវាចាចិត្តរូបមន្តជោគជ័យ 1. ពេញចិត្តនឹងការងារ 2. តស៊ូព្យាយាម 3. តាំងចិត្តខ្ពស់មិនអស់សង្ឃឹម 4. ឆ្លាតវាងវៃ ហេតុនាំឲ្យក្លាហាន 1. ជឿជាក់ 2. ចេះច្បាស់ 3. ឆ្លាតវាងវៃ 4. តស៊ូព្យាយាមសាក់លបង 5. មានសីលធម៌ខ្ពស់មនុស្សមិនគួរយកជាមិត្ត 1. ចូលចិត្តប្រើ 2. បង្ករឿងច្រើន 3. យកមេធ្វើជាសត្រូវ 4. ដេកច្រើនគ្មានទិសដៅ 5. មិនចេះណែនាំឲ្យយើងបានចម្រើនរឿងដែលកើតឡើងដល់មនុស្សគ្រប់គ្នា 1. ចំណេញខាត 2. មានយុះអត់យុះ 3. សរសើរនិន្ទា 4. សុខហើយនឹងទុក្ខរៀនទទួលយករឿងទាំងអស់កុំសប្បាយចិត្តពេកកុំកើតទុក្ខពេកអនន្តរយកម្មគឺកម្មធ្ងន់ 1. សម្លាប់មាតា 2. សម្លាប់បិតា 3. សម្លាប់ព្រះអរហន្តអ្នកអស់កិលេស 4. បំបែកសង្ឃ 5. ធ្វើឲ្យព្រះពុទ្ធចិញ្ចៀមគោលការណ៍ដឹកនាំដែលមិនចេះសាបសូន្យ 1. ប្រជុំគ្នារឿយៗ 2. អនុវត្តតាមការប្រជុំ 3. កុំធ្វើបាបអ្នកទន់ខ្សោយ 4. គោរពច្បាប់ 5. ស្ដាប់ចាស់ទុំអ្នកមានបទពិសោធន៍ 6. ស្រឡាញ់អ្នកចេះដឹងនិងមានគុណធម៌ 7. គោរពទីសក្ការៈបូជានានាមិនល្អ 1. ក្រហមអត់ការងារធ្វើមិនល្អ 2. អ្នកបុះមិនសម្រួមមិនល្អ 3. បណ្ឌិតខឹងច្រើនមិនល្អ 4. អ្នកធំមិនពិចារណាហើយធ្វើមិនល្អអានិសង្សអ្នកបោះសម្អាត 1. ខ្លួនឯងសប្បាយចិត្ត 2. គេក៏សប្បាយចិត្ត 3. ទេវតាតាមថែរក្សា 4. គំរូល្អ 5. មានរូបសម្បត្តិល្អ 6. ស្លាប់ទៅបានទៅកើតឋានសួគ៌អ្នកចេះ 1. ចេះតិចធ្វើបាន 2. ចេះច្រើនមិនធ្វើ 3. ចេះតិចមិនធ្វើ 4. ចេះច្រើនធ្វើបានហេតុនាំឲ្យកើតបាប 1. សន្សំចិត្តអាក្រក់រឿយៗមក 2. កន្លែងរស់នៅសម្បូរដោយអបាយមុខ 3. សេពគប់មនុស្សមិនល្អ 4. យល់ខុសគិតខុសធ្វើខុសអ្នកដេកមិនសូវលក់ 1. អ្នកនឹកគ្នាខ្លាំង 2. អ្នកស្អប់គ្នាពេក 3. ស្ដាច់ 4. ចោល 5. អ្នកគិតច្រើន